ដោះលែងពួកខ្ញុំទៅកុំធ្វើបាបខ្ញុំនៅប្អូនខ្ញុំអីបាត់មកទៅពួកអលឺតប្រយ័ត្នយើងចាប់ពួកឯងស៊ីឥឡូវហ្នឹងមានយើងនៅទីនេះកុំគិតចង់ធ្វើបាបក្មេងតែពីរនាក់នោះឲ្យសោះដោយប្រើប្រាស់ឱសថទឹមទូបង្គំប្រកាសជាអាចជួយសង្គ្រោះព្រះធីតាបានកូនម្ដាយកូនរឿងសុរិយឃាតច័ន្ទឃាតជាយូរណាស់មកហើយមានប្តីប្រពន្ធពីរនាក់ជាអ្នកក្រីក្រណាស់មានកូនប្រុសពីរនាក់កូនប្រុសច្បងឈ្មោះសុរិយឃាតព្រោះកើតចាំថ្ងៃសុគ្រារីឯកូនប្អូនឈ្មោះច័ន្ទឃាតកើតពេលរាហូចាប់ច័ន្ទបាំងបាត់អស់រស្មីច័ន្ទវិនាសណែម៉ែវាអើយយើងរកបានមួយថ្ងៃឆៃមិនបានមួយពេលផងហើយត្រូវចិញ្ចឹមកូនទាំងពីរនាក់ទៀតមិនយូរទេយើងប្រកាសជាដាច់ពោះស្លាប់ទាំងពីរនាក់មិនខានមែនហើយអ្នកតើយើងគួរធ្វើដូចម្ដេចទៅហើយយើងគួរតែយកពួកគេទាំងពីរនាក់ទៅបំបោះបង់ចោលក្នុងព្រៃស្លាប់ឬរស់អាស្រ័យលើវាសនារបស់ពួកគេទៅចុះហេតុតែភាពទីតលក្រពេងប្តីប្រពន្ធទាំងពីរក៏បានយកកូនទៅបំបោះបង់ចោលនៅក្នុងព្រៃទាំងអាឡ័យណែកូនទាំងពីរនាក់នៅចាំតែនេះសិនហើយពុកហើយនឹងម៉ែត្រូវទៅរកកាប់ឈើអស់នៅក្នុងព្រៃជ្រៅឯណោះយូរបន្តិចទើបមកយកពួកឯងត្រឡប់ទៅផ្ទះវិញណាសុរិយឃានពេលពុកម៉ែមិននៅកូនត្រូវមើលថែប្អូនឲ្យបានល្អណាស់បានម៉ែរសៀលកាន់តែជ្រាទៅប៉ុន្តែកុមារទាំងពីរពុំបានឃើញឪពុកម្ដាយរបស់ខ្លួនត្រឡប់មកវិញតាមពាក្យសន្យាឡើយបងណាពេលណាទៅពុកម៉ែយើងត្រឡប់មកវិញទៅខ្ញុំឃ្លានខ្លាំងណាស់បងប្រហែលជាបន្តិចទៀតពួកគាត់ត្រឡប់មកវិញហើយអូនញ៉ាំដំឡូងនេះសិនទៅបងបានខ្ចប់មកពីផ្ទះខ្លះដែរលុះថ្ងៃលិចបាត់ស្រមោលពីផ្ទះខ្លះដែរលុះថ្ងៃលិចបាត់ស្រមោលកុមារប្អូនច័ន្ទឃាតក៏យំយ៉ាងខ្លាំងកុមារបងក៏លួងប្អូនកុំយំអីណាអូនពុកម៉ែប្រហែលជាវង្វេងផ្លូវចាំព្រឹកឡើងបងនឹងនាំអូនត្រឡប់ទៅផ្ទះវិញពេលថ្ងៃរះអ្នកទាំងពីរអ្នកបងប្អូនបានដើរវង្វេងក្នុងព្រៃជ្រៅទៅពេលអត់អាហារក៏បេះផ្លែឈើយកមកជំនួសបាយរីឯក្នុងចិននៅតែនឹកដល់ឪពុកម្ដាយពុំដាច់សោះមិនដឹងជាលោកទាំងទ្វេយ៉ាងម៉េចទៅហើយស្ដាយដែលមិនបាននៅបំរើសងគុណលោកបងអាបងមេចិត្តភ្លៀងហើយអញ្ចឹងយើងនាំគ្នាទៅជ្រកនៅក្រោមដើមឈើធំខាងមុខនោះនឹងទៅអូនបងខ្ញុំរងាណាបងទ្រាំតិចទៅណាអូនពេលមេឃរាំងភ្លៀងបងនឹងទៅរកមែកឈើមកបង្កាត់ភ្លើងឲ្យបានកក់ក្ដៅណាថ្លែងពីព្រះឥន្ទ្រាធិរាជបានតតឃើញកុមារនោះលំបាកវេទនាធ្វើដំណើរមកដល់ព្រៃជិតកន្លែងជាក់រស់នៅដូច្នេះទ្រង់ក៏បាននិមិត្តជាសត្វពស់និងសត្វស្កាដេញប្រខាំគ្នាគប់ជួនកុមារទាំងពីរក៏បានឃើញបងប្រុសបងមើលខាងនោះទៅនោះស្កានិងពស់កំពុងតែខំគ្នាត្រេះហើយអូនពេលស្កាខាំពស់ស្លាប់ហើយស្កាក៏ទៅខាំកកេដើមថ្នាំមកប្រោះពស់រស់វិញហើយពេលដែលពស់ខាំប្រហារស្កាស្លាប់វិញម្ដងពស់ក៏ទៅកកេដើមថ្នាំមកប្រោះស្ការស់វិញវ៉ាវអស្ចារ្យណាស់ដើមរុក្ខជាតិនោះអាចធ្វើឲ្យសត្វវ៉ាវអស្ចារ្យណាស់ដើមរុក្ខជាតិនោះអាចធ្វើឲ្យសត្វដែលស្លាប់រស់ឡើងវិញបានណាមែនហើយអូនពួកយើងគួរតែបេះឱសថទាំងនេះទុកប្រើការនៅពេលក្រោយបងប្អូនទាំងពីរក៏ទៅបេះយកថ្នាំនោះមកវេចខ្ចប់ទុកជាប់ខ្លួនរួចក៏លីលាទៅមុខទៀតបងប្រុសខ្ញុំដើរលេងរួចហើយជើងខ្ញុំឈឺណាស់អញ្ចឹងយើងទៅសម្រាប់នៅក្រោមដើមឈើធំខាងមុខនោះសិនទៅសំយើងធ្វើដំណើរបន្តទៅមុខទៀតដោយអស់កម្លាំងខ្លាំងពេកអ្នកទាំងពីរក៏បានទៅជ្រកនៅក្រោមដើមឈើធំជិតស្រះទឹកថ្លាមួយដែលត្រជាក់ក្រៃលែងដោយមិនបានដឹងថាកន្លែងនោះជានគររបស់យក្សឡើយកាលនោះ
នៅនគរយក្សកំពុងតែរៀបចំពិធីបូជាសពព្រះមហេសីដែលទើបនឹងចូលទីវង្គត ម៉ែស្អីអូនមិនកូនដាច់ចិត្តទៅចោលបងដូចចិនឡេ ព្រះអង្គស៊ូព្រះអង្គកាត់ប្រតិយទៅបើចាស់សត្វត្រីទ្រង់ទៅបានស្កប់ឲ្យក្រាបទូល ក្រោយមកស្ដេចយក្សក៏ទៅពឹងពាក់ពួកយក្សជិតខាងឲ្យមកជួយបូជាសពមហេសីរបស់ខ្លួន តែពពួកយក្សតបថានឹងជួយលុះត្រាណាតែមានសាច់មនុស្សជាអាហារ ព្រះអង្គបើទ្រង់គ្មានមនុស្សឲ្យពួកយើងធ្វើជាអាហារទេពួកយើងក៏មកជួយអ្វីទ្រង់បានដែរ យោពួកឯងហឺបានយើងនឹងទៅរកឥឡូវនេះពួកឯងទាំងពីរមកតាមយើងមក មិនបងអង្គយូរស្ដេចយក្សនិងសេនាក៏ហោះទៅរកភ្លាមពួកគេស្វែងរកអស់សពព្រៃប្រឹក្សាតែមិនប្រទះឃើញអ្វីសោះលុះមកដល់ស្រះស្រង់អប្សរាក៏ក្រឡេកឃើញកុមារទាំងពីរដែលកំពុងតែដេកលង់លក់នៅទីនោះ ព្រះអង្គទន់មើលចុះមានក្មេងពីរនាក់នេះនៅក្រោមដើមឈើធំខាងមុខដូចក្រាបទូលព្រះអង្គទន់មើលចុះមានក្មេងពីរនាក់នេះនៅក្រោមដើមឈើធំខាងមុខដូចក្រាបទូល ល្អណាស់ពួកឯងចាប់ចូលទៅចាប់ក្មេងទៅពីរនាក់នឹងមកឲ្យយើង ទទួលព្រះរាជបញ្ជាក្រាបទូល ពួកយក្សក៏បានចាប់ចងកុមារទាំងពីរហើយហោះសម្ដៅមកកាន់នគររបស់ខ្លួន ដោះលែងពួកខ្ញុំទៅកុំធ្វើបាបខ្ញុំនិងប្អូនខ្ញុំអី លែងខ្ញុំទៅខ្ញុំចង់ទៅផ្ទះវិញ បាត់មកទៅពួកអលើតឡងណាស់វើយបើមិនព្រមស្ងាត់ប្រយ័ត្នយើងចាប់ពួកឯងស៊ីឥឡូវហ្នឹង កុមារទាំងពីរត្រូវពួកយក្សឃុំទុកក្នុងដំណាក់រីឯស្ដេចយក្សនិងអាម៉ានក៏ប្រញាប់ប្រញាល់ទៅហៅពួកយក្សជិតខាង បងប្រុសពួកយើងនឹងត្រូវស្លាប់មែនទេអត់ទេអូនពួកយើងនឹងមិនស្លាប់បងនឹងរកវិធីនាំអូនចាក់ចេញពីទីនេះ ក្មេងទាំងពីរខំប្រឹងស្រាវចំណងរហូតបានសម្រេចរួចហើយក៏ម្នីម្នារត់ចេញពីទីនោះភ្លាមតែក្នុងគ្រានោះកុមារទាំងពីរបានឃើញសពយក្សស្រីដេកស្លាប់នៅជិតនោះក៏កើតមានចិត្តអាណិតជាពន់ពេក បងប្រុសអ៊ំស្រីគាត់ស្លាប់ហើយមែនទេមុខអាក្រក់ម៉េះបាទអូនគាត់ស្លាប់បាត់ហើយគាត់គួរអាណិតណាស់អញ្ចឹងអូនចង់ជួយគាត់ដែរទេចាំងតាពួកយើងមានរុក្ខជាតិស័ក្តិសិទ្ធិបងនឹងសាកល្បងប្រើវាជួយសង្គ្រោះអ៊ំស្រី គិតដូច្នេះហើយកុមារច្បងក៏បានប្រើឱសថទិព្វប្រោះជីវិតឲ្យយក្ខិនីរស់ឡើងវិញតើមានរឿងអីហ្នឹងក្រែងខ្ញុំស្លាប់ហើយមិនអញ្ចឹងហ៎ យេរុក្ខជាតិនោះអាចជួយអ៊ំស្រីរស់ឡើងវិញបានហើយរុក្ខជាតិនោះអស្ចារ្យណាស់